Reload នេះជារបៀបយើងបង្កើត account Gmail ដល់ខ្លួនឯងបងប្អូនអ្នកនាងបងប្អូនអាចបង្កើតបាន 100% ជាដំបូងបងប្អូនចូលមកកាន់ account Gmail របស់យើងបាទអូខេម្ដងកន្លែងនេះបងប្អូនខ្ញុំសូមថយចូលជាតម្រងដើមសិនបងប្អូនណាបាទបងប្អូនរងចាំបន្តិចណាបងប្អូនណាបាទអូខេម្ដងកន្លែងនេះសូមថយចូលជាតម្រងដើមសិនបាទឲ្យបងប្អូនយល់អូខេបាទសូមថយអស់ម្ដងបងប្អូនណាបាទសូមថយអស់បាទជាដំបូងបងប្អូនចូលមកកាន់ Gmail របស់យើងមកបាទរួចហើយបងប្អូនចុចមកកាន់កន្លែង profile ខាងលើនៅខាងស្ដាំដៃបងប្អូនណាបាទបងប្អូនចុចមកកាន់នឹងទប់មកបាទម្ដងតម្រងនេះបងប្អូនអូសឡើងមកលើមកបងប្អូននឹងឃើញសញ្ញាបូកមួយបងប្អូនណាបាទដែលយើងបង្កើតថ្មីបងប្អូនចុចកន្លែងសញ្ញាបូកនឹងមកបាទអូខេចូលដល់តម្រងនេះបងប្អូនយកខាងលើគេបាទអូខេបងរងចាំបន្តិចបងប្អូនណាបាទកន្លែងនេះបងប្អូនដោះសោកក្រង់បាទដោះសោកក្រង់យើងមកបាទវានឹងបន្តទៀតបងប្អូនណាបាទមកដល់ឥឡូវនេះបងប្អូនមាន account Gmail បងប្អូនចាំលេខកូដអីចឹងបងប្អូនអាចបាយបញ្ជូនទៅនឹងបានបាទខាងក្រោមនេះគឺkalauយើងភ្លេចលេខកូដ Gmail បាទខាងក្រោមទី3នេះគឺយើងបង្កើតថ្មីបាទបងប្អូនចុចមកកាន់នឹងហើយបងប្អូនយកគេឲ្យយើងជ្រើសរើសយើងយកបង្កើតជាអាជីវកម្មឬក៏យើងផ្ទាល់ខ្លួនឥឡូវយើងយកផ្ទាល់ខ្លួនយើងយកខាងលើគេបងប្អូនណាបាទយកយើងប្រើប្រាស់ដល់ផ្ទាល់ខ្លួនអញ្ចឹងណាខ្លួនឯងអញ្ចឹងបងប្អូនយកខាងលើគេបងប្អូនណាបាទអូខេមកដល់ឥឡូវបងប្អូនដាក់ឈ្មោះមកបងប្អូនដាក់ឈ្មោះជាអក្សរខ្មែរក៏បានជាអក្សរអង់គ្លេសក៏បានតែឈ្មោះយើងអាចដូរបាននៅពេលក្រោយទេបងប្អូនដាក់សិនមកឥឡូវយើងសូមដាក់ឈ្មោះនឹងបងប្អូនចុចសញ្ញាបញ្ជូនមកបាទបន្តមកទៀតមកបាទអូខេមកដល់កន្លែងនេះបងប្អូនត្រូវដាក់ថ្ងៃទីខែឆ្នាំកាលណាបងប្អូនណាបងប្អូនដាក់ពិតក៏បានអញ្ចឹងណាបងប្អូនបាទបងប្អូនដាក់ពិតក៏ល្អណាបងប្អូនណាបាទខ្ញុំសូមដាក់សិនបាទខែឆ្នាំកំណើតបងប្អូនកាលថ្ងៃទីប៉ុន្មានកន្លែងយកឲ្យយើងរើសភេទបងប្អូនណាបាទចុចសញ្ញាទូចរួចហើយកន្លែងឲ្យយើងរើសភេទបាទដាក់ភេទប្រុសភេទស្រីដាក់ភេទស្រីទៅបងប្អូនបាទចុចសញ្ញាបន្តទៀតមកបាទកន្លែងនេះគេឲ្យយើងជ្រើសរើសបងប្អូនចង់បានស្រាប់មែនទេបងប្អូនបាទបងប្អូនចង់បានទាំងពីរបងប្អូនចង់ជ្រើសរើសមួយណាអញ្ចឹងបងប្អូនចុចគ្រីឲ្យចុចពើខ្ជិលចឹងហើយបាទខាងក្រោមគឺយើងបង្កើតខ្លួនឯងបាទក្រោមយើងអស់ណាបាទឥឡូវបងប្អូនស្រេចចិត្តយកមួយណាឥឡូវខ្ញុំសុំយកមួយនេះបងប្អូនណាបាទខ្ញុំចុចញ៉ៃច្រើនខ្ញុំចុចសញ្ញាបន្តទៀតបាទដល់ឥឡូវបងប្អូនជាសំខាន់បងប្អូនណាបងប្អូនកុំភ្លេចជាដាច់ខាតគឺលេខកូដរបស់យើងបងប្អូនបាទលេខកូដសម្ងាត់ account Gmail របស់យើងបងប្អូនបាទបងប្អូនទៅកត់ទុកទៅបាទហាមភ្លេចបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំសូមវាយលេខកូដរបស់ខ្ញុំបាទតែបងប្អូនកុំឲ្យវាយតាមខ្ញុំបងប្អូនអ្នកបាទហ្នឹងខ្ញុំវាយឧបមាបងប្អូនទេយើងដាក់ញោសញ្ញាអីទេណាបាទហើយបងប្អូនចុចសញ្ញាបន្តទៅមកបាទម្ដងកន្លែងនេះបងប្អូនគេឲ្យយើង verify ជាមួយនឹងលេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទបងប្អូនដែលយើងធ្លាប់បង្កើត account Gmail ម្ដងហើយក្រុមហ៊ុន Gmail គេឲ្យយើងបង្កើតទៀតទេអញ្ចឹងណាដូចខ្ញុំវាយបញ្ជូនមិញហ្នឹងចេញសញ្ញាពឹកក្រហមអញ្ចឹងណាឥឡូវខ្ញុំសូមបញ្ចូលលេខថ្មីបាទបញ្ចូលលេខថ្មីសាកមើលបងប្អូនបាទអូខេខ្ញុំសូមវាយលេខថ្មីសិនបាទសូមបញ្ជាក់បងប្អូនណាបាទទិញលេខថ្មីមកល្អជាងបាទឲ្យបញ្ជូនមើលបាទនេះជាលេខថ្មីរបស់ខ្ញុំបាទអូខេម្ដងនេះបងប្អូនគេក្រុមហ៊ុន Gmail គេនឹងផ្ញើលេខកូដមកកាន់ខ្ញុំហើយបងប្អូនណាខ្ញុំសូមវាយលេខកូដសិនអឺលេខកូដដែលគេផ្ញើមកទូរស័ព្ទថ្មីលេខទូរស័ព្ទថ្មីបងប្អូនណាបាទសូមវាយបញ្ចូលលេខកូដសិនបាទបងប្អូនចុចសញ្ញាបន្តទីមកអូខេឥឡូវយើងបាន account Gmail មួយយកមកប្រើប្រាស់បងប្អូនណាបាទអាចយកទៅបង្កើតជានៅ YouTube បានបងប្អូនបាទចុចសញ្ញាបន្តទីមកបាទបងប្អូនអូសឡើងលើបន្តិចមកបាទអូខេបងប្អូនចេញយកខាងក្រៅគេបន្តទៀតមកបាទអូខេបងប្អូនរងចាំសិនបាទក្រុមហ៊ុន Gmail កំពុងតែគេ approve ឲ្យបងប្អូនណាបាទចាំផ្លែបងប្អូនណាអូខេសេវារៀង slow ឬក៏ក្រុមហ៊ុន Gmail បងប្អូនបាទបងរងចាំបន្តិចបងប្អូនណាបាទធ្វើមួយបងប្អូនណាបើមើលមិនតាន់បងប្អូនអាចសារដើមបានបាទរងចាំអូខេឥឡូវយើងបាន account Gmail យកមកប្រើប្រាស់ហើយអញ្ចឹងបងប្អូនក៏ចុចកន្លែង profile របស់យើងមកយើងទៅមើល account Gmail យើងនៅតាណាបងប្អូនណាបាទនេះគឺនៅខាងក្រោមគេបងប្អូនណាបាទអញ្ចឹងពីរបៀបយើងបង្កើត account Gmail ក៏មានតែប៉ុណ្ណឹងបងប្អូនណាបាទពីរបៀបរៀបចំឲ្យទៅនឹងស្តង់ដារហ្នឹងចាំជួបខ្ញុំនៅវីដេអូក្រោយទៀតបាទបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនកុំភ្លេចចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបងប្អូននឹងទទួលបានវីដេអូចំណេះដឹងថ្មីៗពីខ្ញុំជារៀងរាល់ថ្ងៃអញ្ចឹងវីដេអូក៏មានតែប៉ុណ្ណឹងបងប្អូនណាបាយបាយជម្រាបលា